សូមអនុមោទនីត្រង់ត្រាប់ពធទេសនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมะโทรัตนตยัสสะวันเดมิទូលព្រះបង្គំខ្ញុំកណាម្ចាស់សូមលើកកំបងកងអញ្ជលីលើកហាត់ទាំងពីរនមស្ការចំពោះគុណព្រះរតនត្រ័យទាំងឡាយ3គឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាកោតក្រែងយ៉ាងក្រៃលែងបំផុតនៅក្នុងលោកនិងសូមធ្វើសន្តានចិត្តនមស្ការដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលមានប្រវត្តិមាននៅក្នុងមហារោងនេះដោយសេចក្តីរាប់អានពីខ្ញុំប្រកាសណាមួយលើទៀតសូមចម្រើនពរដល់ញោមញាតពុទ្ធបរិស័ទជាឥស្សរាធិបតីសម័យនៅផ្ដាំបុណ្យទាំងអស់ញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានគ្រប់ទិសទាំង8ទាំងអស់ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកកកនៅក្នុងឱកាសវេលាណាយប់នេះដោយសេចក្តីរាប់អានពីអាត្មាភាពចឹងប្រធានបទនៅក្នុងការសម្ដែងពធទេសនាគឺរៀបរាប់អំពីណាបុណ្យតក្កិណានុបទាននិងបច្ច័យ4ចឹងបុណ្យតក្កិណានុបទាននៅក្នុងព្រះពុទ្ធសាសនាគឺជាសាសនាមួយរបស់រដ្ឋផងគឺតក្កិណានុបទានគឺគេហៅថាតក្កិណាទានមួយដែលអ្នកនៅរស់ធ្វើបញ្ជូននិងធ្វើឧទ្ទិសដល់អ្នកស្លាប់ទៅដូចជាមេត្តាបិតាគ្រូឧបជាយាចាញាតិកាទាំង7សន្តានទាំងអស់នៅក្នុងសង្សារវដ្តក្តីគឺតែងតែកូនចៅស្រីប្រុសទាំងអស់បានប្រារព្ធធ្វើនៅក្នុងឱកាសវេលានេះគឺគេហៅថាបុណ្យតក្កិណានុបទាននេះគឺធ្វើឧទ្ទិសជូនចំពោះអ្នកស្លាប់ទៅឧទាហរណ៍ថានៅក្នុងឱកាសថ្ងៃនេះកូនចៅក្រុមគ្រួសារនៃសពបានប្រារព្ធធ្វើជាបុណ្យគម្រប់ខួប100ថ្ងៃគឺរាប់ចូលក្នុងតក្កិណានុបទានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាយើងជាអ្នកកាន់នៅពុទ្ធសាសនាឲ្យតែនៅក្នុងក្រុមគ្រួសាររបស់ញាតិញោមមានបុគ្គលម្នាក់ណាស្លាប់គឺតែងតែប្រារព្ធនិងតែងតែធ្វើឧទ្ទិសកុសលជូនទៅឲ្យណាអញ្ចឹងតាំងពីថ្ងៃដែលស្លាប់ហ្នឹងគឺយើងបានធ្វើម្សា7ថ្ងៃធ្វើម្សាឥឡូវនេះគឺម្សានេះគឺគម្រប់ខួប100ថ្ងៃអញ្ចឹងញាតិញោមពុទ្ធបរិស័ទយើងបានបំពេញនៅសេចក្តីជ្រះថ្លានៅក្នុងការដែលយើងបានបំពេញហ្នឹងគឺគេហៅថាបុណ្យណាបញ្ជូនទៅឲ្យអ្នកស្លាប់ទៅតាមក្រោយហើយបុណ្យនេះគឺបើអ្នកស្លាប់បានទទួលហើយយើងអ្នកនៅរស់នេះក៏បានចំណែកបុណ្យកុសលដែរដោយសារតែអ្នកស្លាប់បានទទួលនៅផល្លានិសង្ឃដែលយើងបានបំពេញហើយគាត់ឲ្យពរឲ្យជ័យដល់យើងណាជួបប្រសពចម្រើនរកទទួលទានមានបានអញ្ចឹងអ្នកដែលមិនបំភ្លេចគុណលោកអ្នកដែលមានគុណអ្នកបំភ្លេចគុណគេហ្នឹងគឺតែងតែទេវតាតាមជួយថែរក្សាគ្រប់ពេលគ្រប់វេលាទាំងអស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយរីឯបច្ច័យ4នោះវិញគឺមាន4យ៉ាងទី1ចៃវរៈទី2បណ្ឌបាតទី3សេនាសនៈទី4កលិនភេសជ្ជៈទី1ហ្នឹងគឺចៃវរៈសំដៅយកនៅស្បង់ស្បៃត្រៃជីពររបស់ព្រះភិក្ខុសង្ឃប៉ុន្តែលោកអ្នកប្រាជ្ញទាំងឡាយដែលលោកបានអត្តឲ្យខ្លីថាសំបីតែយើងជាបសក់យើងជាកុហកជាបឋិជនហ្នឹងគឺអាស្រ័យទៅលើសម្ពុតខោអាវស្លៀកពាក់ដែរណាបើសិនជាអត់មានសម្ពុតខោអាវស្លៀកពាក់ទេគឺมันអាចញ៉ាំងនៅឥន្ទ្រីបិទបាំងនៅក្តៅនៅរងានៅត្រជាក់នៅអីបានទេញាតិញោមអញ្ចឹងចៃវរៈនេះគឺសំដៅថាគឺមានសម្ពុតខោអាវញាតិញោមដែរហើយឧទ្ទិសកុសលជូនទៅដល់អ្នកស្លាប់អញ្ចឹងអ្នកស្លាប់ទៅហ្នឹងគឺកាលនៅរស់គឺអាស្រ័យស្លៀកពាក់ដណ្ដប់ខោអាវស្អាតបាតដែរប៉ុន្តែតើស្លាប់ទៅកូនចៅទាំងអស់បានធ្វើជាណា
បច្ច័យ4ហ្នឹងអត់ទើកសលទៅឲ្យគេហៅថាចៃវរៈបច្ច័យគឺមានស្បង់ស្បាយជប៉ុមានខោអាវអត់ទើកសលទៅដល់អ្នកស្លាប់រីឯទី2បណ្ឌបាតបច្ច័យហ្នឹងគឺមានចង្ហាន់វ៉ាន់ជូនអីជាដើមដើម្បីយើងធ្វើអទិកសលជូនទៅដល់អ្នកស្លាប់ហ្នឹងអ្នកស្លាប់បានទទួលត្រេកអរអនុមោទនាគឺសម្រេចនៅផលបុណ្យរបស់យើងទី3គឺសេនាសនៈសំដៅគឺកុដិសាលាព្រះវិហាររីឯញាតិញោមហ្នឹងក៏សំដៅផ្ទះសម្បែងជ្រកកោនដែរបើសិនជាអត់មានផ្ទះសម្បែងជ្រកកោនទេគឺมันអាចរស់នៅបានទេសំបីតែអ្នកណាក្របំផុតយ៉ាងណាក៏ដោយក៏ត្រូវតែមានខ្ទមសម្រាប់ជ្រកដែរញាតិញោមណាហើយអ្នកស្លាប់ទៅហ្នឹងក៏អាស្រ័យទៅលើផ្ទះសម្បែងដែរដូចជាញាតិញោមបានធ្វើជាសធោបជាអីហ្នឹងគឺជាផ្ទះសម្បែងរបស់អ្នកដែលស្លាប់ទៅណារីឯទី4កលៀនអភិរជ្ជៈគឺបាននៅសម្ដៅគឺមានទឹកដោះគោមានតែមានស្ករមានទឹកអំពៅមាននៃកាហ្វេអីជាដើមគេហៅថាមានថ្នាំពេទ្យជាដើមហ្នឹងគេហៅថាកលៀនអភិរជ្ជៈយើងដាំពូជកលៀនអភិរជ្ជៈកើតមកគឺអត់សូវមានរោគអត់សូវមានឈឺហើយបានបុណ្យកុសលហ្នឹងយើងអាយុយឺនយូរវែងអញ្ចឹងការសម្ដែងពធទេសនានៅក្នុងឱកាសវេលានេះសង្ខេបនេះក៏បានដល់កាលវេលាបញ្ចប់តែមុនបញ្ចប់ក៏សូមពូតផ្ដុំប្រម៉ែប្រមូលអត្ថមនុញ្ញផលឲ្យកើតឡើងអំពីធម្មទានថ្ងៃនេះទើដល់បុព្វការីជនមានមេដាបេដាជីដូនតាកងម៉ាញាតិកាទាំងបដណាដែលគាត់ចែកឋានទៅយុគដីថ្មីក្ដីនឹងជូនបុណ្យកុសលដល់ញាតិញោមម្ចាស់ដើមទានប្រធានដើមបុណ្យពុទ្ធបរិស័ទទីចិត្តទីឆ្ងាយនេះជួបតែសុខចម្រើនគ្រប់គ្នាសូមអនុមោទនាហើយយ៉ាងសង្កេបេនសមតាពធទេសនាដែលអង្គខ្ញុំគណៈអាត្មាភាពសម្ដែងក្នុងកាលវេលានេះដល់កាលវេលាបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំង